បាទសម្រាប់រថយន្តបងប្អូនដែលខ្សោយពន្លឺបាទហើយយើងមានច្រើនជម្រើសបើសិនជាយើងអត់ជ្រើសរើសយកការដាក់នៅក្នុងចង្កៀងយើងអាចទៅឡើងប្រភេទគុជ7បាទគុជ7កាងបាទសម្រាប់ Ford នេះគឺមកដាក់នៅក្រោមបាទក្រោមផ្លាកលេខតែម្ដងបាទប្លោះនេះគឺសម្រាប់ដាក់គុជ7កាងបានសម្រាប់ប្រភេទមូលយើងចាប់បានសងត្រេបានមកស្មើត្រង់ល្អអញ្ចឹងណាអញ្ចឹងបើបងប្អូនមានតម្រូវការតាក់ទងទៅនឹងការបើកបរពេលយប់បាទបើកមើលផ្លូវអាចមកធ្វើការទៅឡើងជាមួយប្រភេទគុជ7កាងបានហើយបច្ចុប្បន្ននេះយើងមានប្រភេទគុជបាទផ្នែក3បាទផ្នែក3បញ្ជាដោយតេឡេបាទយើងមិនបាច់ភ្ជាប់ជាមួយនឹងបាទពាក់ព័ន្ធនឹងកាត់ខ្សែសកខ្សែជាមួយនឹងភ្លើងស៊ីនទេយើងអាចភ្ជាប់ជាមួយនឹងក្បាលគួយយើងប្រើតេឡេបើកបញ្ជាក្នុងតែម្ដងបាទហើយសម្រាប់ពលឺនេះបាទនៅពេលយប់បាទនេះគឺកាត់ទឹកភ្លៀងបានល្អសម្រាប់បងប្អូនដែលធ្វើការធ្វើដំណើរបាទពេលយប់ច្រើនជាងពេលថ្ងៃអាសាបើកនៅពេលយប់បាទដាក់ម៉ូដែលមួយនេះគឺធានាថាស្រួលបើកបាទនៅពេលយប់ហើយសម្រាប់ UV ផ្នែកខាងមុខទាំងមុខយើងកាត់បន្ថយនៃការបិទបាទយើងបិទតែ25 ទៅ 30% យើងស្រួលមើលនៅពេលយប់បាទបើសិនជាយើងបិទយកទៅ50% ផ្នែកខាងមុខគឺពិបាកមើលនៅពេលដែលជាពិសេសនៅពេលមេឃភ្លៀងបាទពេលមេឃភ្លៀងគឺពិបាកមើលផ្លូវមែនតើអញ្ចឹងបងប្អូនមានតម្រូវការតាក់ទងទាំងការបើកបរនៅពេលយប់បាទខ្សោយពន្លឺអាចមករកទៅឡើងបានបាទអានេះ3ពើនេះនេះនៅតនេះនៅតនេះកូនមើលឡើងឃើញតែ7បានណាបាត់បើកចង់ឡើងកម្ពស់ជាងនឹងទៀតបានសេរីឡើងទៀតបានចុះទៀតជាងនឹងក៏បានឡើងចុះបានអត់អីទេបានបាទមើលបើម៉ូតូនេះមកនឹងអង្គុយលើនេះកឹបទៅឆ្ងាយក៏ចោតទៀតនោះចាស់គ្រីតទៅដល់នោះកប់ស្រី